បាទសួស្តីបងប្អូនបាទហើយមិញហ្នឹងមើលព័ត៌មានគេថានៅភូមិមាសបាទមានអឺផែនដីរំជួយម្ដងទៀតបងប្អូនម៉ោង2:15នាទីបាទម៉ោង2:15នាទីនៅប្រទេសភូមិមាសមានផែនដីរំជួយក៏ប៉ុន្តែប្រហែលជាដូចជា5 Richter ជាងទេបាទអញ្ចឹងវាអត់ធ្ងន់ធ្ងរទេអញ្ចឹងយើងនៅថៃនេះមិនបាច់បារម្ភទេវាអត់មានឥទ្ធិពលទទួលពីភូមិមាសទេព្រោះលើកមុនវាទទួលឥទ្ធិពលពីភូមិមាសដោយសារនៅភូមិមាសហ្នឹងវា8ចុចជាង79ចុចអញ្ចឹងវាខ្លាំងបាទប៉ុន្តែលើកនេះវារំជួយដែរបាទរំជួយលើកទី2នៅភូមិមាសប៉ុន្តែវាត្រឹមតែ5ចុចបាទ5 Richter ចុចអីជាងទេអញ្ចឹងវាអត់ធ្ងន់ធ្ងរអត់មានអីខ្លាំងទេអញ្ចឹងយើងនៅថៃនេះសប្បាយចិត្តបងប្អូនបាទអត់មានអីត្រូវឲ្យបារម្ភទេប៉ុន្តែក៏យើងត្រូវជៀសវាងបាទជៀសកិច្ចឲ្យផុតពីគេខ្ពស់ខ្ពស់តំបន់ដែលវាមានហានិភ័យមកនៅក្នុងសួនសាធារណៈតំបន់ដែលវាអត់មានគេខ្ពស់ខ្ពស់ក៏វាល្អសម្រាប់យើងដែរបាទនឹងអញ្ចឹងជួយផ្ដាំបងប្អូនមកឲ្យជួយបាទផ្ដាំព័ត៌មាននេះផងឲ្យជួយ share វីដេអូជួយ share អីផងឲ្យផ្ដាំបងប្អូនយើងតទៅផងថានៅភូមិមាសថ្ងៃទី30ខែ3ហ្នឹងមានករណីបាទមានហេតុការណ៍ផែនដីរំជួយលើកទី2បាទព្រឹងតែត្រឹមតែ5បាទហើយវេលាម៉ោងបាទ2:15នាទីហ្នឹងនៅភូមិមាសគេមានផែនដីរំជួយលើកទី2បាទថ្ងៃទី30ខែ3ឆ្នាំ2025ហ្នឹងឯងប៉ុន្តែទំហំឬក៏បាទຂະຫນາດនៃការរំជួយផែនដីហ្នឹងនៅភូមិមាសហ្នឹងវាតិចតួចទេបាទត្រឹមតែ5ចុចជាងទេអញ្ចឹងវាអត់មានឥទ្ធិពលអត់មានផលប៉ះពាល់ដល់ទីក្រុងបាងកកប្រទេសថៃទេអញ្ចឹងយើងនៅនេះអាចសប្បាយចិត្តអាចមានសុវត្ថិភាពបងប្អូនហ្នឹងអញ្ចឹងជួយ share វីដេអូតគ្នាផងឲ្យបងប្អូនបានឃើញព័ត៌មាននេះផងបាទសូមអរគុណបាទសូមជម្រាបលាជួបគ្នាពេលក្រោយបាយបាយ